ចំណាបកូនសុំម៉ែសឹកហើយថ្ងៃនេះថ្ងៃជាវេលាគួរកត់កំណត់តាមភពបានមកប៉ុណ្ណេះបានបោះបានរៀនកូនមានចំណេះឲ្យកូនបានចេះប្រកូនបានបោះឥឡូវពេលនេះកូនអស់និស្ស័យសូមម៉ែអភ័យសូមម៉ែសន្តោសកូនចង់សឹកហើយម៉ែអើយអនុគ្រោះព្រោះរូបកូនបោះច្រើនរសាហើយច្រើនឆ្នាំច្រើនខែដែលបាយពុកម៉ែនឹកអ្វីម្លេះទេលោកមានគុណអើយព្រោះនឹងបែកបាតច្រើនរសាហើយឥឡូវលោកអើយនិស្ស័យកំណត់កូនសុំម៉ែសឹកមិនមែនខូចខលហើយក៏មិនខ្ជិលព្រោះការងារឡើយព្រោះតែនិស្ស័យកូនគ្មានទៀតឡើយកូនសុំសឹកហើយម៉ែអើយមេត្តាកូនបានរៀនចប់ហើយណាពុកម៉ែទុកចិត្តកូនស្នេហ៍ដោយក្តីករុណាបើម៉ែយល់ព្រមសូមម៉ែវិចារកូនសុំសន្យាមិនឲ្យម៉ែព្រួយចំណាបកូនសុំម៉ែសឹកហើយថ្ងៃនេះថ្ងៃជាវេលាគួរកត់កំណត់តាមភពបានមកប៉ុណ្ណេះបានបោះបានរៀនកូនមានចំណេះឲ្យកូនបានចេះប្រកូនបានបោះឥឡូវពេលនេះកូនអស់និស្ស័យសូមម៉ែអភ័យសូមម៉ែសន្តោសកូនចង់សឹកហើយម៉ែអើយអនុគ្រោះព្រោះរូបកូនបោះច្រើនរសាហើយច្រើនឆ្នាំច្រើនខែដែលបាយពុកម៉ែនឹកអ្វីម្លេះទេលោកមានគុណអើយព្រោះនឹងបែកបាតច្រើនរសាហើយឥឡូវលោកអើយនិស្ស័យកំណត់កូនសុំម៉ែសឹកមិនមែនខូចខលហើយក៏មិនខ្ជិលព្រោះការងារឡើយព្រោះតែនិស្ស័យកូនគ្មានទៀតឡើយកូនសុំសឹកហើយម៉ែអើយមេត្តាកូនបានរៀនចប់ហើយណាពុកម៉ែទុកចិត្តកូនស្នេហ៍ដោយក្តីករុណាបើម៉ែយល់ព្រមសូមម៉ែវិចារកូនសុំសន្យាមិនឲ្យម៉ែព្រួយចំណាបកូនសុំម៉ែសឹកហើយថ្ងៃនេះថ្ងៃជាវេលាគួរកត់កំណត់តាមភពបានមកប៉ុណ្ណេះបានបោះបានរៀនកូនមានចំណេះឲ្យកូនបានចេះប្រកូនបានបោះឥឡូវពេលនេះកូនអស់និស្ស័យសូមម៉ែអភ័យសូមម៉ែសន្តោសកូនចង់សឹកហើយម៉ែអើយអនុគ្រោះព្រោះរូបកូនបោះច្រើនរសាហើយច្រើនឆ្នាំច្រើនខែដែលបាយពុកម៉ែនឹកអ្វីម្លេះទេលោកមានគុណអើយព្រោះនឹងបែកបាតច្រើនរសាហើយឥឡូវលោកអើយនិស្ស័យកំណត់កូនសុំម៉ែសឹកមិនមែនខូចខលហើយក៏មិនខ្ជិលព្រោះការងារឡើយព្រោះតែនិស្ស័យកូនគ្មានទៀតឡើយកូនសុំសឹកហើយម៉ែអើយមេត្តាកូនបានរៀនចប់ហើយណាពុកម៉ែទុកចិត្តកូនស្នេហ៍ដោយក្តីករុណាបើម៉ែយល់ព្រមសូមម៉ែវិចារកូនសុំសន្យាមិនឲ្យម៉ែព្រួយ